ខ្ញុំចង់ទាញពេលវេលាថយក្រោយបន្តិចកាលមុនហ្នឹងការខ្ញុំធ្វើមូលនិធិសម្រាប់ជួយទៅដល់បងប្អូនជនភៀសសិទ្ធហើយនឹងព្រះអង្គហ្នឹងគឺមានចែកនឹងឯងចែកទីកាហ្វេដែលគាត់តែងតែ sponsor ជាប្រភេទ drink នៅក្នុងកម្មវិធីហ្នឹងដល់ក្រុមការងាររបស់ពួកខ្ញុំហើយសម្រាប់ទីតាំងរបស់គាត់គឺនៅទល់មុខផ្សារស្ពឺតែម្ដងបងប្អូនអរគុណហើយកាហ្វេរបស់គាត់ឬក៏ drink ទាំងអស់របស់គាត់ឆ្ងាញ់អញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នានឹងមកជួយ support នៅ drink របស់គាត់តារាងបាល់ស្អាតខ្ញុំគិតថាតារាងបាល់ទាំងអស់គឺមានតែតារាងបាល់នៅខាងសាលាស្ពឺនេះទេដែលស្អាតជាងគេយកទៅបងប្អូននេះឃើញស្រាប់តែម្ដងខ្មៅខៀវខ្ចីអូខេអ្នកទាំងគ្នាមកដល់កន្លែងដែលខ្ញុំតែងតែក្រេបយកចំណេះដឹងពីលើកន្លែងហ្នឹងឯងបើនិយាយតាក់ទងទៅនឹងកាហ្វេរបស់គាត់យ៉ាឆ្ងាញ់សម្រាប់អ្នកដែលគាត់ចូលចិត្តរបៀបរសជាតិរៀងចាស់រៀងដិតណាកាហ្វេរៀងដិតអូឆ្ងាញ់មែនទេសម្រាប់ខ្ញុំចូលចិត្តហើយខ្ញុំតែងតែមកកន្លែងនេះដើម្បីដេកអានសៀវភៅឬក៏ដើម្បីកាត់វីដេអូអីគឺខ្ញុំតែងតែមកកន្លែងហ្នឹងឯងទី1វាស្ងប់ស្ងាត់ហើយទី2វាត្រជាក់ទៅជុំមែនទេដូចបងប្អូនឃើញនៅក្នុងវីដេអូនេះស្រាប់អញ្ចឹងគឺនៅក្រោមដើមឈើដល់ស្កឹបល្វឹងល្វើយតែម្ដងហើយក៏គ្មានក្មេងមករំខានបរិយាកាសរបស់ខ្ញុំដែរអញ្ចឹងខ្ញុំជ្រើសរើសកន្លែងនេះគឺជាកន្លែងដែលល្អបំផុតសម្រាប់ខ្ញុំអូមួយទៀតចង់ទាញប្រធានបទសាំងឡើងថ្លៃបន្តិចដោយសារតែសាំងឡើងថ្លៃទៅខ្ញុំយកកង់មកជីកម្ដងដោយសារតែនៅពេលដែលយើងជីកកង់ទៅទី1វាសៀវសាំងរបស់យើងដែរវាសៀវការចំណាយរបស់យើងដែរហើយមួយទៀតវាជួយឲ្យយើងមានសុខភាពល្អផងដែរអញ្ចឹងការជីកកង់គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ខ្ញុំនាពេលនេះប៉ុន្តែសម្រាប់យើងទៅរៀងឆ្ងាយវាអាហ្នឹងយើងគិតអត់ផុតនោះទេនៅក្នុងការជិះម៉ូតូអញ្ចឹងបើសិនជាករណីដែលយើងទៅចិត្តអីអញ្ចឹងទៅយើងអាចជិះកង់បានហើយកង់ហ្នឹងវាសៀវលុយឲ្យយើងហើយវាជួយឲ្យសុខភាពរបស់យើងក៏ល្អដែរយ៉ាគឺជាជម្រើសដ៏ល្អបំផុតសម្រាប់សុខភាពរបស់យើងឬក៏សម្រាប់ស្ថានភាពបច្ចុប្បន្នដែលឡើងតែសាំងកំពុងតែឡើងថ្លៃអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយក៏អរគុណបងប្អូនអរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះពីដើមមកដល់ចប់ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ